ជំនួបវគ្គពាក់កណ្ដាលដៃប្រតរវាងក្រុមបាល់ទះកម្ពុជាដែលមានឯកសណ្ឋានអាវសនិងក្រុមបាល់ទះមកពីប្រទេសថៃដែលមានឯកសណ្ឋានពណ៌ក្រហមអ្វីដែលយើងអាចធ្វើបានល្អគឺការវាយបក2សេតជាប់គ្នាវិញទៅលើក្រុមជម្រើសជាតិនៃប្រទេសថៃសេតទី1បាទថៃបានឈ្នះយើង25ទល់នឹង18សេតទី2ថៃបន្តនាំមុខកម្ពុជា25ទល់21ប៉ុន្តែសេតទី3កម្ពុជាបានវាយបកនាំមុខវិញ25ទល់21និងសេតទី4គឺដាក់ដាច់ពិតតែម្ដង25ទល់នឹង16ដែលជាហេតុធ្វើឲ្យក្រុមទាំងពីរធ្វើការប្រកួតដាច់ព្រាត់នៅក្នុងសេតទី3ដោយគិតតែ15ពិន្ទុទេបាទរំភើបទាំងអ្នកគាំទ្រផ្ទាល់រំភើបទាំងទស្សនិកជនដែលកំពុងតែទស្សនាការ live តាមរយៈ BTV នេះផងដែរឥឡូវនេះស្វីចេញពីខាងកម្ពុជាបាទព្យាយាមវាយរ៉ាពីតកម្ពុជាទទួលបានវាយបកយកបន្ទុកទៅវិញឡងបន្តែបាល់នេះចេញទៅខាងក្រៅបន្ទុកបានមកខាងកម្ពុជានាំមុខថៃ1ទល់នឹង0បាទទស្សនារូបភាពការវាយឡងបាំងដើម្បីយកបាល់ចេញបាទល្អមែនទែនសវីបានពីខាងកម្ពុជាតែវាយរ៉ាពីតភាសាទៀតប៉ុន្តែទើបរ៉ាជាយាមបាទសូវេវិញពីខាងកម្ពុជាវាយទម្លាក់តិចមុខទីបន្ទុកបានពីខាងកម្ពុជាល្អមែនទែនបាទក្រោមការទះដៃពីសំណាក់អ្នកគាំទ្របាទវណ្ណដាក៏អបអរសាទរចំពោះក្របបាល់ដ៏ល្អដ៏ហេងមួយនេះផងដែរបាទយើងទស្សនាភាសាទៀតដែលលីប្រូព្យាយាមបដូរហ្វ្លុងណាសុខចិត្តរអិលយ៉ាងណាយ៉ាងណីឲ្យតែព្យាយាមយកបាល់មួយនេះបានបាទបន្ទុកបានមកខាងកម្ពុជានាំមុខថៃ2ទល់នឹង0បាទវាយរ៉ាពីតភាសាទៀតអូយបាទថៃនៅតែសម្រេចចិត្តវាយរ៉ាពីតបាទមួយលើកជា2លើកប៉ុន្តែលើកនេះគឺកេសដាគាត់វាយបានបន្ទុកបានទៅខាងថៃបាទដោយនាំមុខដោយតាមពីក្រោយកម្ពុជា1ទល់នឹង2បាទថៃជាអ្នកវាយស៊ូវីជាយាមចាប់បានវាយយកបន្ទុកឡងបាំងចេញទៅខាងក្រៅល្អមែនទែនបន្ទុកបានមកខាងកម្ពុជាដោយបន្តនាំមុខថៃ3ទល់នឹង1បាទទស្សនារូបភាពសារលើវិញការវាយឡងអូប៉ះក្បាលបាទប៉ះក្បាលកេសដាបាទគាត់លោតបានខ្ពស់ពេកកម្ពុជាជាអ្នកវាយស៊ូវីជាយាមវាយបាទវាយយកខ្សែត្រង់បានបន្ទុកបានទៅខាងថៃដោយតាមពីក្រោយកម្ពុជា2ទល់នឹង3បាទសពូនតិចហើយបាទដូចជាមានការតវ៉ាបន្តិចឬក៏យ៉ាងណាបាទកំពុងតែត្រួតពិនិត្យ VAR ទៀតហើយបាទវីដេអូជាមួយការអាជ្ញាកណ្ដាលគាត់ចាប់ប៉ះវ៉ូឡេឬក៏ចាប់ប៉ះយ៉ាងណាយើងទៅអត់មើលទាំងអស់គ្នាបើអត់ប៉ះបង្គោលទេដូច្នេះបន្ទុកនៅតែបានទៅលើខាងថៃដដែលបាទដោយតាមពីក្រោយកម្ពុជា2ទល់នឹង3ថៃជាអ្នកវាយស៊ូវីបាទគូសតាមចូលអាយ៉ាចាប់ផ្្លាត់ហើយកម្ពុជាព្យាយាមកែបាល់មួយគ្រាប់នេះវិញអូយបាទកែអត់បានល្អទេបាល់នេះចេញទៅខាងក្រៅបាទអ្នកគាំទ្រអូយបាទពិតជាតស៊ូមែនតែន ហើយសុំសរសើរអូនដែរបាទសំលេងស្រែកហូបពេញនឹងនៅតែគេងលក់
បាទពាក់ការចេះសង្ស័យតែពាក់ព័ន្ធនឹងខាងធ្វើការនៅក្នុងនឹងដែរបាទឥឡូវតាមស្មើ3ទល់នឹង3បាទសេវីបាទបានទៅខាងថៃកាសវាយយកបន្ទុកកម្ពុជាបាទអុកល្អមែនទែនបន្ទុកបានមកខាងកម្ពុជាបាទដែលជាការវាយអុកដ៏ល្អរបស់កីឡាករវាសនាកម្ពុជាបន្តនាំមុខថៃ4ទល់នឹង3បាទសវីបានមកខាងកម្ពុជាបាទរតនៈជាអ្នកវាយសវីមួយនេះថៃសវីបានដាក់មួយទៀតលិចបាទយកបន្ទុកបានវិញស្មើគ្នាបាទ4ទល់នឹង4ដោយអនុតបាទគិចបាំងល្អមែនទែនបាទថៃជាអ្នកវាយសវីបាទទទួលបានអត់វាយដល់ពីទេឆោតឡងមកវិញអាយ៉ាបាល់លៀនលួចចោះឡើងកម្ពុជាជាអ្នកបានបន្ទុកបាទល្អមែនទែនបាល់មិនចេះឡងប៉ះក្បាលបាទកម្ពុជាបន្តនៅមុខថៃ5ទល់នឹង4បាទមិញដោយសារតែខាងថៃគាត់ព្យាយាមដកកែទៅលៀនមកខាងកម្ពុជាអញ្ចឹងនិមលក៏គាត់ចុចទម្លាក់ក្នុងពីខាងថៃតែម្ដងបាទកម្ពុជាជាអ្នកវាយសវីយ៉ាន់លៀនមួយសាទៀតហើយជាយាមអកសើខ្លួនឯងបាទបន្ទុកបានមកខាងកម្ពុជាដោយបន្តនាំមុខថៃ6ទល់នឹង4មិញដែលជាការស្ទាក់ស្ទើរបាទទស្សនារូបភាពសារឡើងវិញបាទប្រុងលើកវាយរ៉ាពីតប៉ុន្តែការលើកបាល់ហ្នឹងគឺកលាច់ដៃបាទអញ្ចឹងបន្ទុកហុចមកឲ្យខាងកម្ពុជាបន្តនាំមុខថៃ6ទល់នឹង4សេវាត្រៀមវាយចេញពីខាងកម្ពុជាផ្ទះស្លូតមកចូលទេបាទអូទើសបាំងវាសនាបន្ទុកបានមកខាងកម្ពុជាបន្តទៀតដោយបន្តនាំមុខទៅលើថៃ7ទល់នឹង4បាទបាំងពីគុំគ្នាធ្លាក់នៅក្នុងលីងរបស់ថៃបាទខាងថៃសូមសម្រាក30វិនាទីសិនដើម្បីប្រមូលអារម្មណ៍ម្ដងទៀតបាទហើយក៏សូមអរគុណផងដែរដល់ Freshy បាទទឹកត្រឡាច Freshy សម្បូរវីតាមីននិងជាតិរ៉ែទ្វេដងធ្វើឲ្យត្រជាក់ក្នុងជួយបំពេញជាតិទឹកល្អបំផុតសម្រាប់អាកាសធាតុក្តៅហើយស្រេកទឹកផ្លែឈើ Freshy ពីផ្លែឈើពិត 100%បាទទស្សនវិជ្ជាសម្រាប់អ្នកគាំទ្រក្នុងការប្រកួតបាល់ទះវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់រវាងកម្ពុជាជាមួយនឹងក្រុមបាល់ទះមកពីប្រទេសថៃឥឡូវនេះចាប់ផ្ដើមវាយសវីចេញពីខាងកម្ពុជាបាទប៉ាបាំងទៀតអូល្អមែនទែនវាសនាបាទម្នាក់ឯងប៉ុន្តែអាចបាំងការវាយបាល់ពីខាងថៃបានកម្ពុជាបន្តនាំមុខទៅលើថៃ8ទល់នឹង14បាទយើងមកទស្សនាការផ្ដេកបាំងល្អមែនទែនបាទអូយបាទបានបាំងមួយពិតជារំភើបបាទនេះអ្នកគាំទ្របាទស្អប់ស្អាប់យ៉ាងណាក៏គាត់នៅតែតស៊ូដែរដើម្បីលើកទឹកចិត្តដល់ក្រុមបាល់ទះកម្ពុជានៅក្នុងសាលបើឈ្នះឡើងទៅជួបឥណ្ឌូនេស៊ីវាយយកមេដាយមាសបាទដូចជាមានធ្វើការផ្លាស់ប្ដូរបាទ
បាទដូចជាផ្លាស់ប្ដូរទីលានផងដែរបាទបាទសវីត្រៀមវាយចេញពីខាងកម្ពុជាបន្តនៅមុខថៃ8 ទល់នឹង 4បាទដូចជាមានការសើមបន្តិចបាទឲ្យក្រុមការងារផ្នែកសម្អាតបាទក៏ជួយឲ្យស្ងួតស្គរនៅតែបន្លឺឡើងមួយសម្រាប់អ្នកគាំទ្រកម្ពុជាបាទសវីត្រៀមវាយចេញពីខាងកម្ពុជាហើយព្យាយាមដកបានវាយរ៉ាពីតឡង5មកវិញបន្ទូបានមកខាងកម្ពុជាល្អមែនតើបាទដោយបន្តនាំមុខទៅលើថៃ9 ទល់នឹង 4បាទវាសនាបាំងបាល់ល្អណាស់បាទប៉ះបាន3 ដងបាំងបាន3 ដងហើយមកទស្សនារូបភាពសារឡើងវិញបាំងបាទទៅតែបាំងវាសនាបាទជាយាមប្រើក្បាច់វេឆាទៅជួយដែរប៉ុន្តែបាននេះធ្លាក់លឿនពេកខាងថៃសុំពេលសម្រាប់ជាបន្តទៀតដើម្បីសុំប្រមូលអារម្មណ៍ឡើងវិញបាទចិត្តហើយបាទតើបាន15 មុនគឺជោគជ័យហើយបាទទៅជួបឥណ្ឌូនេស៊ីហើយកម្ពុជាយើងធ្លាប់បានបំបីប្រវត្តិសាស្ត្រម្ដងកាលពីប្រកួតSEA Games នៅវៀតណាមកាលនោះគឺឈ្នះថៃបាទនៅវាយ5 សេតដូចគ្នាអញ្ចឹងបានមេដាយសម្រិទ្ធបាទនេះកីឡាករលេខ9វាសនាបាទវឿនវាសនាដែលពូកែបាំងបាន3 ដងមុននេះបាទសវីចេញពីខាងកម្ពុជាហើយព្យាយាមវាយបាល់មួយទៀតអូយបាទសូវេមិនបានល្អទេតែលើកនេះគាត់ព្យាយាមវាយថ្នមមិនសូវជាយកកម្លាំងធ្ងន់ដូចលើកមុនទេបាទនេះទស្សនារូបភាពមកបាទភាសាទៀតបាទជះបន្តិចទេបាទបន្ទុកបានទៅខាងថៃតាមពីក្រោយកម្ពុជា5 ទល់នឹង 9ជាយាមសូវេបានវាយយកបន្ទុកវិញធ្លាក់អូយបាទបាំងបាទទើសបាំងនឹងកីឡាករលេខ17របស់ថៃទៅហើយបាទសារ៉ាឈីតបាទទស្សនារូបភាពមួយសារទៀតបាទវាសនាគាត់ព្យាយាមវាយល្មមដែរប៉ុន្តែបាំងបាទនៅពីរទឹមគ្នាបាទកិច្ចពិបាកកិច្ចមែនតើបន្ទុកបានទៅខាងប្រទេសថៃកម្ពុជាក៏សុំសម្រាប់មួយផ្លែតដូចគ្នាកំពុងតែប្រាប់យុទ្ធសាស្ត្របន្ថែមទៀតក៏ដូចជាឲ្យកីឡាករសម្រួលខ្លួនសម្រួលអារម្មណ៍បាទចាប់ផ្ដើមបន្តទៀតហើយសវីវាយចេញពីខាងប្រទេសថៃបាទនៅតាមពីក្រៅកម្ពុជាអញ្ចឹងមុខរៀងស្ងួតនៅឡើយទេបាទថៃត្រៀមវាយសវីបាទដោយសារតែមុននេះគឺមានការចាក់តកកដល់ពេលអញ្ចឹងធ្វើឲ្យទីលានមានភាពរអិលក្រុមការងារកំពុងតែជួយសម្រួលជូតតកកឲ្យស្ងួតបន្តិចសិនបាទធ្លាយថង់តកកបាទរួចរាល់ហើយថៃត្រៀមវាយសវីអូយបាទស៊ីសវីចុងលីងល្អមែនតើលេខ12របស់ថៃបាទ
បាទឋានថាតវាយកន្លែងនេះជ្រែកល្អមែនតើណាគាត់ចេះរកកន្លែងចន្លោះឃើញបាទហើយនេះចង់លីងទៀតបាទតាមពីក្រៅកម្ពុជា7 ទល់នឹង 9អូផ្ស៊ីសវិស2គ្រាប់ហើយបាទអាយ៉ាបាទអត់ចង់ស្រួលបាទកីឡាករឋានថាតបាទវាយសវិសល្អមែនទែន2គ្រាប់ជោគជ័យបានទាំង2គ្រាប់បាទខ្ញុំទស្សនាមួយសារទៀតបាទជាយាមដកថ្នមដែរប៉ុន្តែបាននេះគឺខ្លាំងពេកធ្វើឲ្យទៅនឹងវ៉ូឡេឲ្យធ្លាក់ពិបាកក្នុងការទទួលយកដល់ពេលអញ្ចឹងខាងកម្ពុជាក៏សូមសម្រាកដើម្បីប្រមូលអារម្មណ៍ក៏ដូចជាកាយយុទ្ធសាស្ត្រមួយចំនួនផងដែរបាទអត់ឃើញកាមេរ៉ាចាប់វ៉ាន់ដាទៀតអញ្ចឹងបាទនេះបាទបងបាទចាប់វ៉ាន់ដាបាទក្រុមការងារវ៉ាន់ដាស្មានតាទៅណាទៅណីនៅនឹងដែរទេសេរីចេញពីខាងថៃបាទលុយដកស្អាតអាយអូយស្ដាយមែនតើបាទ3គ្រាប់វាយសវិសស៊ីទាំង3គ្រាប់តែម្ដងបន្ទុកបានតាមស្មើហើយ9 ទល់នឹង 9បាទអ្វីចាប់ដើមប្រែប្រួលបន្តិចម្ដងវិញហើយប៉ុន្តែក៏មិនទាន់ទៅណាទៅណីដែរនៅស្មើគ្នាល្អមែនទែនបាទគួនមុំបាទគឺទទួលសវិស2គ្រាប់ហើយបាទខាងថៃក៏ដឹងថាគួនមុំអត់សូវប្រកែកចាប់សវិសអញ្ចឹងគាត់វាយតែបុកគួនមុំទេបាទអូយបាទលើកនេះតាក់ម្ដងបាទបន្ទុកបានមកខាងកម្ពុជាតែក៏សុំសរសើរដែរបាទសម្រាប់កីឡាករឋានថាតបាទ3 ដងគាត់បានវាយសវិស4 ដងគាត់ជោគជ័យបាន3គ្រាប់គាត់ជាយាមកាច់ពេកបាទកាច់ទៅគួនមុំបាទសវិសវាយចេញពីខាងកម្ពុជាវិញម្ដងដោយបន្តនាំមុខថៃ10 ទល់នឹង 9បាទជាយាមវាយកាយចេញទៅខាងក្រៅបន្ទុកបានមកខាងកម្ពុជាបន្តនាំមុខថៃបាទ11 ទល់នឹង 9បាទនេះមិញដោយសារតែស្មាត់របស់ខាងថៃគាត់រត់ទៅមុខស្ទាក់ស្ទើរកន្លះជំហានដល់ពេលគាត់ដកឃ្លាមកវិញមកអូខាងថៃសុំតវ៉ាបន្តិចបាទសុំមើលវីដេអូជំនួយការវីដេអូនេះបាទណូទេអត់ទទួលបានជោគជ័យទេបាទបាទដូច្នេះបន្ទុកកម្ពុជាបន្តនាំមុខថៃហើយក៏ត្រៀមវាយសវិសផងដែរសល់3គ្រាប់ទៀតទេកំណត់ត្រាថ្មីនឹងបានកាត់ឡើងជាបន្តទៀតបាទ4គ្រាប់ទៀតបាទលៀនអាយ៉ាជីខ្ញុំវាយដល់ពេលចេញទៅខាងក្រៅអូយបាទនេះបាទវាយអុកមែនប៉ុន្តែអុកនឹងអុកចេញទៅខាងក្រៅលីងទេបន្ទុកបានមកខាងកម្ពុជាដោយបន្តនាំមុខទៅលើបាល់ទះថៃ12 ទល់នឹង 9បាទដោយនៅខ្ញុំបានជម្រាបចឹងឲ្យតែកាមេរ៉ាចាប់មុខវ៉ាន់ដាមកអ្វីរៀងប្រែប្រួលបាទគាត់កាច់ចេញបាទចង់ចិត្តមកបាល់កម្ពុជាជាអ្នកវាយសវិសដោយវាសនាអូយបាទចេញទៅខាងក្រៅបាត់ទៅហើយបាទចូលដល់វគ្គវាយសវិសកាចដូចគ្នាហើយបាទឃើញថាខាងកម្ពុជាក៏ព្យាយាមវាយសវិសកាចខាងថៃក៏ព្យាយាមវាយសវិសកាចដូចគ្នាបាទព្យាយាមដាក់កីឡាករលេខ 9 ឲ្យចូលមកបាំងហើយបាទណផាដេតបាទជំនួសអនុរៈសវិសស្រាព្យាយាមចាប់បានមកខាងនេះវាសនាវាយខាងថៃអូបាទសង្ស័យប៉ះវ៉ូឡេ
បន្ទុកបានមកខាងកម្ពុជាដោយបន្តនាំមុខថៃ13ទល់នឹង10បាទថៃរៀងឆេវឆាវបន្តិចកីឡាករថៃបាទខ្សែទីកាតលឿងនោះបាទឥឡូវយើងមកអត់មើលរូបភាពសារឡើងវិញបាទសវីបានមកខាងកម្ពុជានៅសល់តែ2គ្រាប់ទៀតទេបាទកម្ពុជាជាអ្នកវាយសវីវាយស្លូតស្លូតដូចគ្នាអាយ៉ាបាទវាយទៅមួយសាទៀតទៅបាំងអើយអូយបាទមកគ្រាប់ទៀតដល់ម៉ាត់ឈ្មោះអញហើយបាទមួយគ្រាប់ទៀតគឺនឹងជោគជ័យកំណត់ត្រាថ្មីនឹងកើតឡើងបាទយំមួយសិនឥឡូវនេះយំសិនបាទចាំជោគជ័យចាំសម្រក់ទឹកភ្នែកអូយបាំងបានមកគ្រាប់នេះធ្វើឲ្យកីឡាកររតនៈមិនអាចទប់នឹងទឹកភ្នែករបស់ខ្លួនបានអូយបាទម៉ាត់ភ័ញហើយមួយគ្រាប់ទៀតឥឡូវនេះកម្ពុជាកំពុងតែត្រៀមវាយសវីទៅហើយខាងថៃជាយាមវាយកែទៅអត់អបអូសាទរកម្ពុជាវាយបកបាន3សិចទល់នឹង2សិចវិញបាទរតនៈយំហើយអូយអ្វីពិតជានឹកស្មានមកដល់កម្ពុជាអាចបំបែកប្រវត្តិសាស្ត្រសាជាថ្មីដោយទៅប្រកួតដណ្ដើមមេដាយមាសជាមួយនឹងឥណ្ឌូនេស៊ីគណៈពេលដែលក្រុមបាល់ទះថៃត្រូវត្រៀមប្រកួតដណ្ដើមមេដាយសំរឹទ្ធជាមួយនឹងបាល់ទះវៀតណាមអបអសាទរសូមជម្រាបសារជាថ្មី5សិតទី1ខាងថៃនាំមុខកម្ពុជាយើង25ទល់18សិតទី2ខាងថៃនាំមុខកម្ពុជា25ទល់21សិតទី3កម្ពុជាវាយបក25ទល់នឹង21សិតទី4កម្ពុជាបានវាយដាច់25ទល់នឹង16និងសិតទី5វាយតែ15បន្ទូទេកម្ពុជាយើងបានយកឈ្នះថៃ15ទល់នឹង10អបអសាទរបាល់ទះកម្ពុជាបាទទស្សនារូបភាព highlight សារឡើងវិញបាទនេះបាំងចុងក្រោយនេះរតនៈកាន់តែយំបោកខ្លួនបាទដូចកូនយំលុយសម្ដាយទៅផ្សារអញ្ចឹងបាទអបអសាទរបាទប្រធានសហព័ន្ធបាល់ទះកម្ពុជាក៏ទៅដេកនៅលើពីបង្ហាញអំពីការអបអបង្ហាញអំពីក្តីរំភើបដែលកម្ពុជាបានបំបែកប្រវត្តិសាស្ត្របាទម្ដងហើយម្ដងទៀតនៅវៀតណាមបំបែកប្រវត្តិសាស្ត្របានមេដាយសំរិទ្ធនៅទឹកដីខ្លួនឯងបំបែកប្រវត្តិសាស្ត្រឈានឡើងទៅប្រកួតដណ្ដើមយកមេដាយមាសជាមួយនឹងឥណ្ឌូនេស៊ីទស្សនិកជនជាទីគោរពនិងជាទីមេត្រីការប្រកួតបាល់ទះនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដែលជាការជួបគ្នារវាងកម្ពុជានិងថៃក៏បានដល់ទីបញ្ចប់អារម្មណ៍ពិតជាពិបាកក្នុងការពិពណ៌នាជាចុងក្រោយមានតែមោទកភាពកម្ពុជានៅពេលនេះខ្ញុំបាទសូមអគុណសូមជម្រាបលា